ស្វាគមន៍មកកាន់វីដេអូថ្មីដែលយើងនឹងសិក្សាបន្តអំពីប្រភេទរបស់នាមហើយយើងបានសិក្សារួចមកហើយតើតើទៅនឹងប្រភេទរបស់នាមគឺយើងបានចំនួន3មែនទេហើយចំណែកឯនាមទី4នេះគឺយើងនឹងសិក្សាអំពី abstract noun ដែលវាផ្ទុយទៅនឹង concrete noun ដែលយើងរៀនកាលពីវីដេអូមុនអញ្ចឹងយើងមកស្គាល់ថាតើអ្វីជា abstract noun តាមរយៈការវិភាគទៅលើនិយមន័យជាមុនសិនអញ្ចឹងនិយមន័យទី1 An abstract noun is usually the name of a quality, action, or state consider apart from the object which it belongs យោងតាមសៀវភៅ High School English Grammar នៅក្នុងទំព័រលេខ5បានកំណត់និយមន័យទៅលើនាមអរូបីនេះថាគឺជានាមមួយប្រភេទដែលត្រូវបានគេប្រើសម្រាប់សម្គាល់អំពីគុណលក្ខណៈសកម្មភាពឬក៏ស្ថានភាពរបស់នាមទាំងនោះដោយឡែកចំពោះនិយមន័យទី2វិញគឺ an abstract noun doesn't attempt to represent external or recognizable reality. An abstract noun is a noun which names anything which you cannot perceive through your five physical senses. And it is the opposite of a concrete noun បើតាមសៀវភៅ A Special English Grammar Parts of Speech Part 1នៅក្នុងទំព័រលេខ6ក៏បានកំណត់និយមន័យស្រដៀងគ្នានេះដែរថានាមអរូបីគឺជានាមមួយប្រភេទដែលមិនបានព្យាយាមបង្ហាញអំពីអ្វីដែលយើងអាចមើលឃើញឬក៏ស្គាល់បានដោយប្រតិនោះទេមានន័យថានាមអរូបីគឺជានាមមួយប្រភេទដែលយើងប្រើដើម្បីសម្រាប់សម្គាល់អ្វីដែលយើងមិនអាចដឹងបានតាមរយៈឥន្ទ្រីឬក៏ញាណទាំង5ដោយជាយើងមិនអាចដឹងបានតាមរយៈការមើលការស្ដាប់ឬក៏មិនអាចដឹងបានតាមរយៈការស្រង់ក្លិនឬក៏មិនអាចដឹងបានតាមរយៈការស្រូបយកនូវរសជាតិឬក៏ការប៉ះទប់នោះទេឬក៏ការប៉ះពាល់នោះទេហើយ abstract noun ដែលយើងហៅថាជានាមអរូបីនេះគឺវាផ្ទុយអំពីនាមមួយប្រភេទទៀតដែលយើងបានសិក្សារួចមកហើយកាលពីវីដេអូមុននោះគឺ concrete noun ដែលយើងហៅជាខ្មែរថានាមរូបីក៏ប៉ុន្តែសម្រាប់និយមន័យទី3វិញម្ដងគឺវាមានលក្ខណៈសាមញ្ញមែនទែនហើយខ្លីចំពោះនិយមន័យទី3នេះវិញគឺ an abstract noun names an idea, a feeling, a quality or a characteristic អញ្ចឹងសម្រាប់និយមន័យទី3ដែលត្រូវបានដកចេញមកពីសៀវភៅ Grammar, Usage and Mechanics សម្រាប់ទំព័រក៏យើងអាចមើលបានដែរនៅក្នុងទំព័រលេខ1នេះនៅខាងក្រោមសៀវភៅនោះគឺបានកំណត់និយមន័យខ្លីបែបនេះថានាមអរូបីគឺជានាមដែលប្រើសម្រាប់សម្គាល់អំពីគំនិតអារម្មណ៍គុណលក្ខណៈឬក៏លក្ខណៈពិសេសណាមួយដូច្នេះបន្តអំពីសិក្សាទៅលើនិយមន័យមួយពីសៀវភៅផ្សេងៗដែលខ្ញុំបានដាក់ជាអំណះហើយយើងអាចសំយោគបានថានាមអរូបីជាទូទៅគឺជាឈ្មោះនៃអ្វីដែលយើងមិនអាចប៉ះបានឬក៏ឃើញបានដូចជាគុណលក្ខណៈឧទាហរណ៍ដូចជាសេចក្តីល្អយើងមិនអាចប៉ះបានទេមែនទេហើយក៏យើងមិនអាចហិតក្លិនបានដែរឬក៏មួយទៀតវាអាចជាសកម្មភាពឧទាហរណ៍ដូចជាការរត់ឬក៏ស្ថានភាពអ្វីមួយឧទាហរណ៍ដូចជាសុខភាពក៏យើងមិនអាចប៉ះបានដែរឬក៏កាន់តែខ្លីជាងនឹងទៀតយើងមើលតែឈ្មោះទៅគឺដឹងហើយគឺនាមអរូបីអញ្ចឹងអ្វីដែលគ្មានរូបរាងឬក៏យើងមិនអាចមើលឃើញនឹងហើយដែលយើងហៅថាជានាមអរូបីនឹងអញ្ចឹងងាយខ្លីបែបហ្នឹងអញ្ចឹងបើយើងយល់និយមន័យហើយសូមកុំសូនសានច្រើនតោះយើងធ្វើការសង្កេតទៅលើនាមអរូបីតាមរយៈឧទាហរណ៍នីមួយៗដូចតទៅ Let's goចូលមកដល់ឧទាហរណ៍របស់យើងគឺខ្ញុំសូមទាញចំណាប់អារម្មណ៍លោកអ្នកឲ្យចាប់អារម្មណ៍ទៅលើពាក្យដែលត្រូវបានគូបន្ទាត់ពីក្រោមហើយយើងនឹងធ្វើការសង្កេតទៅលើវាម្ដងមួយទាំងអស់គ្នាតាមរយៈការសិក្សាទៅលើឧទាហរណ៍ក៏ដូចជាសិក្សាទៅលើ reason ហេតុអីបានជាយើងហៅវាថាជា abstract noun អញ្ចឹងសម្រាប់ឧទាហរណ៍ទី1គឺ happiness is important in life អញ្ចឹង happinessសេចក្តីសុខឬក៏សុភមង្គលគឺមានសារៈសំខាន់សម្រាប់ជីវិតអញ្ចឹងហេតុអីបានជាពាក្យថា happiness នេះគឺជា abstract noun និយមន័យរបស់យើងមិញគឺថា abstract noun គឺជានាមមួយប្រភេទដែលយើងមិនអាចដឹងបានតាមរយៈអីគេ five physical senses មែនអត់អញ្ចឹង the reason ហេតុផល It is a feeling or emotion that cannot be seen or touched ដោយសារតែ happiness សុភមង្គលឬក៏សេចក្តីសុខហ្នឹងឯងគឺគ្រាន់តែជាអារម្មណ៍មែនអត់ហើយយើងមិនអាចឃើញវាបានហើយយើងក៏មិនអាចប៉ះពាល់វាបានផងដែរអញ្ចឹងដោយសារតែមូលហេតុហ្នឹងឯងទើបយើងហៅវាថាជា abstract noun ហ្នឹងឬក៏នាមអរូបីហ្នឹងឯងចំណែកឯឧទាហរណ៍ទី2គឺ her bravery save the child ពាក្យថា bravery គឺប្រែថាសេចក្តីក្លាហានអញ្ចឹងសេចក្តីក្លាហានរបស់នាងបានជួយសង្គ្រោះក្មេងអញ្ចឹងសម្រាប់ហេតុផលដែលយើងហៅវាថាជា abstract noun គឺដោយសារតែ it describes a quality or courage that we can physically touch អញ្ចឹងមូលហេតុដែលយើងហៅវាថាជា abstract noun ដោយសារតែសេចក្តីក្លាហានវាគ្រាន់តែជាសភាវៈទេមែនអត់ហើយក៏យើងមិនអាចដឹងវាបានតាមរយៈ five physical senses នោះដែរ
អញ្ចឹងសម្រាប់ឧទាហរណ៍ទី3 friendship makes people feel connected អញ្ចឹងយើងឃើញពាក្យថា friendship គឺជា abstract noun ហើយពាក្យថា friendships នេះគឺយើងប្រែថាមិត្តភាពសម្រាប់ហេតុផលដែលយើងសំអាងវាថាជា abstract noun ដោយសារតែ it refers to a relationship or bond which is not a physical object អញ្ចឹងដោយសារតែ friendships គឺយើងនិយាយអំពីទំនាក់ទំនងឬក៏និយាយអំពីចំណងនៃមិត្តភាពមានន័យថាវាមិនមែនជារបស់ដែលយើងអាចប៉ះពាល់បានឬក៏មើលឃើញនោះទេឧទាហរណ៍ទី4គឺ he showed great kindness to the poor អញ្ចឹងយើងឃើញពាក្យថា kindness គឺជា abstract noun នៅក្នុងឧទាហរណ៍ទី4សម្រាប់ហេតុផលគឺដោយសារតែ it is a behavior or quality not a material thing អញ្ចឹងដោយសារតែសេចក្តីល្អនៅទីនេះគឺយើងសំដៅទៅលើសភាពមានន័យថាគុណលក្ខណៈនៃសេចក្តីល្អហ្នឹងគឺយើងមិនបានសំដៅទៅលើវត្ថុឬក៏របស់របរនោះទេចំណែកឯទី5ដែលជាឧទាហរណ៍ចុងក្រោយគឺយើងនិយាយថា knowledge is the key to success អញ្ចឹងយើងឃើញពាក្យថាចំណេះដឹងអញ្ចឹងចំណេះដឹងគឺជា abstract noun នៅក្នុងឧទាហរណ៍ទី5នេះហើយវាក៏ត្រូវបានគូសបន្ទាត់ពីក្រោមផងដែរសម្រាប់ហេតុផលដែលយើងសំអាងថាវាជា abstract noun គឺដោយសារតែ it refers to information or understanding which can be touched or seen directly អញ្ចឹងមូលហេតុដែលយើងហៅវាថាជា abstract noun ដោយសារតែវានិយាយសំដៅទៅលើព័ត៌មានឬក៏ជាការយល់ដឹងដែលយើងមិនអាចប៉ះវាបានឬក៏មិនអាចឃើញវាបានដោយផ្ទាល់នោះទេបែបហ្នឹងគឺយើងហៅវាថាជា abstract noun ឬក៏នាមអរូបីអញ្ចឹងខ្ញុំចង់សរុបឲ្យខ្លីតែម្ដងគឺនាមដែលយើងមិនអាចដឹងបានតាមរយៈញាណទាំង5តាមរយៈការឃើញតាមរយៈការប៉ះតាមរយៈការស្រង់ក្លិនឬក៏តាមរយៈការភ្លក់តាមរយៈអណ្ដាតនឹងឯងឬក៏តាមរយៈការឮមួយទៀតឬក៏ការស្ដាប់បែបហ្នឹងគឺយើងហៅវាថាជា abstract noun ឬក៏នាមអរូបីដូចជាយើងបានសង្កេតរួចមកហើយតាមរយៈឧទាហរណ៍នីមួយៗពី1រហូតដល់លេខ5នេះឧទាហរណ៍ដូចជាពាក្យថា happiness សុភមង្គលដូចជាពាក្យថា bravery សេចក្តីក្លាហានឬក៏ដូចជាពាក្យថា friendship មិត្តភាពឬក៏ដូចជាពាក្យថា kindness សេចក្តីល្អហើយក៏ដូចជាពាក្យថា knowledge ជាដើមអញ្ចឹងទាំងអស់ហ្នឹងគឺសុទ្ធតែជា abstract noun ដោយសារហេតុអីគឺយើងមិនអាចដឹងវាបានតាមរយៈការប៉ះការស្ដាប់ឬក៏ការភ្លក់ឬក៏ការស្រង់ក្លិននោះទេខ្លីៗបែបហ្នឹងអ្វីដែលខ្ញុំចង់ឲ្យយើងចាំអញ្ចឹងសង្ឃឹមថាយើងនឹងអាចយល់ច្បាស់ហើយទាក់ទងទៅនឹង noun មួយប្រភេទនេះហើយយើងនឹងជួបគ្នានៅក្នុងវីដេអូថ្មីដែលយើងនឹងសិក្សាទៅលើនាមមួយប្រភេទទៀតដែលយើងហៅថាជា collective noun ឬជាខ្មែរយើងហៅថាជាសមូហនាមបាយបាយ